បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតាមដានទស្សនាវីដេអូ Channel បញ្ញាបុត្រថ្ងៃនេះខ្ញុំមកបង្ហាញជូនពុកម៉ែបងប្អូនអំពីថ្នាំព្យាបាលដំបៅបាទនេះសម្រាប់ពុកម៉ែបងប្អូនដែលកើតមានដំបៅផ្សេងមិនថាមុតអីក៏ដោយចុះបាទជាដំបៅបាទអញ្ចឹងខាងមុខនេះគឺជាដើមលវៀងបាទលវៀងបាទលវៀងដែលចាស់ពីដើមអ្នកខ្លះគាត់យកផ្លែរកក់សក់ងូតទឹកតាមអូតាមស្ទឹងអីហ្នឹងបាទហើយនេះស្លឹកពុកម៉ែបងប្អូនបាទស្លឹកបែបហ្នឹងបាទស្លឹកមិនសូវល្អទេសត្វស៊ីហើយយើងអាចយកដើមនេះដើមខាងមុខនេះបាទអញ្ចឹងយើងអាចកាប់យកដើមហ្នឹងទៅកច្រាំដាំទឹកស្ងោរហូបបាទដាំទឹកហូបព្យាបាលដំបៅបាទហើយលវៀងគឺជាដើមឈើដែលមានបន្លាបាទនេះបន្លាវិញបែបនេះពុកម៉ែបងប្អូនបាទខ្លាចច្រឡំជាមួយដើមឈើផ្សេងប៉ុន្តែភាគច្រើនពុកម៉ែបងប្អូនដែលនៅស្រែចម្ការគឺស្គាល់ដោយសារតែលវៀងដុះច្រើនតំបន់ទៅខាងស្រែនៅទន្លេក៏មានដែរបាទស្រែទំនាបចិត្តទន្លេហើយតំបន់ភ្នំក៏មាននេះកន្លែងខ្ញុំថតនេះព្រៃរបស់តាមជើងភ្នំទេបាទនៅក្បែរផ្លូវអីក៏មានដែរតាមដែលខ្ញុំធ្លាប់ចំណាំបាទអញ្ចឹងលវៀងស្រួលរត់ទេបាទពុកម៉ែបងប្អូនយើងអាចយកមកដាំទឹកស្ងោរហូបព្យាបាលដំបៅតែមួយមុខនឹងក៏បានផ្សំជាមួយគេក៏បានដែរបើសិនជាផ្សំជាមួយដើមឈើផ្សេងឆាប់ជាបាទជាពិសេសដូចជាដើមរោគសយដាក់ទៅជាលឿនដំបៅផ្សេងហ្នឹងហើយក៏បញ្ជាក់ជូនពុកម៉ែបងប្អូនផងដែរថាបើសិនជាពុកម៉ែបងប្អូនចង់បានថ្នាំខ្មែរផ្សេងខាងខ្ញុំមានបាទសូមទាក់ទងលេខទូរស័ព្ទ097 31 13 046 069 30 21 88ឬក៏អាចចូលមកកាន់ Facebook ឆៃលៀងឆៃលីនិង Page គ្រូសេងថ្នាំឆ្នាំងឬក៏អាចទាក់ទងបានតាម Telegram តាមរយៈលេខ097 31 13 046ដែលមានឈ្មោះថាគ្រូសេងថ្នាំឆ្នាំងដូចគ្នាបាទងាយស្រួលពុកម៉ែបងប្អូនដោយសារខាងខ្ញុំនៅភ្នំតំបន់ភ្នំមិនសូវមានសេវាទូរស័ព្ទទេខ្លះទេអត់ចូលទេដើរកោះថ្នាំរាល់ថ្ងៃបាទកន្លែងខ្លះអត់មានសេវាអញ្ចឹងអាចតាក់ទងតាមឆាត Facebook ឬក៏ Telegram ងាយស្រួលពេលដែលខ្ញុំត្រឡប់ពីកោះថ្នាំទៅវិញឃើញខ្ញុំនឹងឆ្លើយតបបាទហើយក៏សូមអរគុណចំពោះពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាក្នុងការតាមដានទស្សនាវីដេអូរបស់ខ្ញុំសូមជូនពរពុកម៉ែបងប្អូនមានសំណាងល្អមានសុខភាពល្អរកស៊ីមានបាននិងអាយុវែងយូរបាទសូមអរគុណ